ពួករកចិត្តដល់វា playing with his លេងខ្លួនឯងនៅនេះយ៉ាប់អ្នកនរគ្នាស្ដាប់អត់ច្រឡំទេមានអារោគចិត្តម្នាក់វាចូលសម្លឹងមកមើលខ្ញុំពីក្រៅលបងសាលាសកលវិទ្យាល័យភូមិមិនហើយវាសម្រាប់ខ្លួនឯងនៅកណ្ដាលវាទីសាធារណៈចិត្តប៉ោះនគរបាលទៀតឥឡូវខ្ញុំនិយាយទៅណាដើមតងអ្នកនរគ្នាស្ដាប់ថ្ងៃហ្នឹងខ្ញុំមានវីដេអូមួយដែលខ្ញុំត្រូវថតឲ្យ client របស់ខ្ញុំហើយខ្ញុំនឹងបងចដូនមួយរបស់ខ្ញុំហ្នឹងគាត់ស្រីដូចគ្នាយើងក៏សម្រេចចិត្តថាទៅញ៉ាំអីនៅភូមិមិនសិនហើយចាំទៅថតវីដេអូក្រោយទៅពេលចោះឡើងហើយយើងក៏គិតឃើញថាអូញ៉ាំអីនៅភូមិមិនហើយថតវីដេអូនៅភូមិមិនហ្នឹងហ្មងទៅដោយសារតែនៅភូមិមិនហ្នឹងរៀងស្ងាត់ដែរថ្ងៃហ្នឹងគេមានប្រឡងចឹងណាអូខេយើងក៏ធ្វើម្ហូបដើម្បីទៅញ៉ាំនៅកន្លែងសាលាភូមិមិនអ្នករៀននៅភូមិមិនឬក៏អ្នកធ្លាប់ទៅភូមិមិនហ្នឹងស្គាល់ហើយគេមានកន្លែងបឹងមួយកន្លែងដាក់ម៉ូតូហើយមិនកន្លែងព្រៃឈើមួយទៀតដែលនៅជាប់ខ្នល់ក៏ប៉ុន្តែវាមានលបងពួកខ្ញុំទាំងពីរនាក់អង្គុយញ៉ាំអីនៅនឹងឯងហើយសួរថាឡៃនឹងស្ងាត់អត់ឡៃនឹងអត់សូវស្ងាត់ហ្មងណាអ្នកនរគ្នាគេមានមនុស្សនៅអង្គុយនឹងដែរមានប្រុសមានស្រីនៅនឹងដែរស្រាប់តែខ្ញុំអង្គុយញ៉ាំបានប្រហែលជាកន្លះម៉ោងខ្ញុំក៏លេងទៅមើលកន្លែងលបងរបស់សាលាហើយខ្ញុំឃើញអាមួយម្នាក់វាពាក់មួកពាក់ម៉ាស់អាវវាពណ៌ស្វាយសំខាន់ណាខ្ញុំឃើញដៃវាល្វើកហើយខ្ញុំខំសន្លឹងមើលប្រហែលជា1នាទីអ្នកនរគ្នាខ្ញុំសន្លឹងកាំងភ្នែកខ្ញុំមើលញាក់ព្រិចណាអ្នកនរគ្នាខ្ញុំចង់ដឹងថាតើដៃវាល្វើកនឹងធ្វើអីហើយមិនវាធ្វើលឹបលោអ្នកទាំងអស់គ្នាជឿខ្ញុំអត់វាបក់ដៃហៅខ្ញុំណាវាឃើញខ្ញុំមើលទៅវាហើយវាបក់ដៃហៅខ្ញុំទៅពេលខ្ញុំខំសន្លឹងមើលទៅខ្ញុំដឹងថាវាកំពុងតែ ABC យ៉ាខ្ញុំឃើញច្បាស់ហ្មងអ្នកទាំងអស់គ្នាហើយអារម្មណ៍នឹងទស្សនភាពនឹងវានៅជាប់ខួរក្បាលខ្ញុំខ្ញុំគ្រាន់តែឃើញភ្លាមខ្ញុំហៅបងខ្ញុំដែរក៏ប៉ុន្តែគាត់ដល់ឡៃជាប់មុននិយាយទៅពេលហៅគាត់សួរខ្ញុំថាកាត់អីខ្ញុំក៏ប្រាប់គាត់ថាបងអាមួយនោះវាមើលខ្ញុំមកហើយវាបក់ដៃហៅខ្ញុំវាកំពុងតែ ABCD បងខ្ញុំក៏បែរមើលដែរហើយឃើញវាដែរហើយយើងពីរនាក់អាស្រឡាំងកាំងដូចគ្នាអត់មានអីនិយាយកើតទេអ្នកទាំងគ្នាព្រោះអត់ដឹងថាម៉េចអត់ដឹងថារត់ទៅរកឲ្យអ្នកណាជួយអត់ដឹងថាត្រូវធ្វើអីមុនណាមួយយើងសិតស្រីដើរទៅប្រាប់វាមិនដើរទៅកន្លែងវាមិនអត់កើតទេពេលហ្នឹងខ្ញុំញ័រដៃញ័រជើងអស់អារម្មណ៍ថាភ័យយើងខ្លាចឡើងញ័រឡើងមានអារម្មណ៍ថាតិចចុងដៃចុងជើងអស់លីងអារម្មណ៍ខ្ញុំមួយហ្នឹងខ្ញុំចង់យំផងអីផងហើយខ្ញុំក៏ទាញទូរស័ព្ទមកថតព្រោះពេលហ្នឹងខ្ញុំស្រឡាំងកាំងហេងយូរដែរហើយក៏នឹកឃើញថាបើអញ្ចឹងឯងថតហែងមួយថតហែងទុកឲ្យឃើញមុខហែងតែវាកិច្ចអ្នកនរគ្នាវាកិច្ចវាទៅពួនក្រោយអញ្ចឹងតែសួរថាដៃវាហ្នឹងនៅធ្វើអាហ្នឹងអត់នៅធ្វើ ABC អត់វានៅតែធ្វើ ABC នឹងដដែលហើយសួរថាពេលហ្នឹងកំឡុងពេលកើតហេតុហ្នឹងខ្ញុំស្លៀកពាក់អីនេះអ្នកទាំងអស់គ្នាកៅដែលខ្ញុំស្លៀកពាក់បិទចិត្តតែមកមើលកៅក្រៅខ្ញុំពាក់ឡើងចិត្តបើសពុតខ្ញុំត្រឹមជង្គង់តែដល់ពេលខ្ញុំអង្គុយទៅវាលែងឃើញជើងខ្ញុំហីអញ្ចឹងកុំនិយាយថាខ្ញុំនឹងស្លៀកពាក់ហ្នឹងមាន sexy អត់ no អត់មាន sexy ទេចាហើយខ្ញុំអង្គុយបានមួយសន្ទុះប្រហែលជា5ទៅ10នាទីវាក៏ដើរចេញហើយខ្ញុំមើលចោះមើលឡើងខ្ញុំក៏ឃើញបងស្រីមួយគាត់ដេកនៅក្នុងរឹងហ្នឹងចិត្តលបងនឹងមែនតើគាត់ចង់រឹងដេកនៅចិត្តលបងនឹងមែនតើហើយខ្ញុំឃើញអញ្ចឹងខ្ញុំភ្ញាក់អើព្រោះហើយមិនបងស្រីនៅដេកចិត្តអាមួយហ្នឹងមកហើយពីមុនមកខ្ញុំអត់បានឃើញរឹងហ្នឹងឯងខ្ញុំចាប់អារម្មណ៍ថាមានអ្នកដេកក្នុងរឹងហ្នឹងឯងហើយខ្ញុំក៏សម្រេចចិត្តថាដើរទៅនិយាយមួយគាត់ថាបងមកឯងនៅម្នាក់ឯងមែនហើយបងឯងគេងនៅក្នុងរឹងហ្នឹងយូរនៅព្រោះខ្ញុំឃើញអាមួយម្នាក់នោះវាបែកថ្នាំហើយវាសម្រេចកាមខ្លួនឯងនៅកណ្ដាលវាហ្នឹងហើយបងស្រីនៅគាត់ថាចាខ្ញុំគេងនៅយូរហើយបងតែខ្ញុំអត់នៅម្នាក់ឯងទេហើយទៅសង្សារគាត់កណ្ដាលមកទៅខ្ញុំដឹងថាអូខេគាត់នៅមួយសង្សារគាត់ក៏ប៉ុន្តែគាត់និយាយថាចាពីមុនហ្នឹងគាត់លឺស្លឹកឈើធ្លាក់មកក្រោកក្រាកដែរក៏ប៉ុន្តែគាត់ស្មានតែស្លឹកឈើធ្លាក់តែខ្ញុំគិតថាហ្នឹងមិនស្លឹកឈើធ្លាក់អីអាមួយហ្នឹងវាគប់មកដើម្បីចង់ឲ្យបងស្រីហ្នឹងមើលមុខវា like bro want the girl to see your so bad បញ្ជាក់អ្នកទាំងអស់គ្នាបងស្រីហ្នឹងគាត់មិនមែនម្នាក់ឯងទេគាត់មកជាមួយម្នាក់ទៀតប្រុសប្រហែលជាសង្សារឬក៏មិត្តភក្តិរបស់គាត់ក៏ប៉ុន្តែពេលហ្នឹងបងប្រុសគាត់នៅទេបងប្រុសក៏ប្រាប់ថាគាត់ទៅទិញអីញ៉ាំហើយក៏ជូនមិត្តភក្តិគាត់ទៅប្រឡងអញ្ចឹងមានន័យថាកំឡុងពេលកើតហេតុហ្នឹងបងស្រីហ្នឹងគឺគាត់គេងនៅក្នុងរឹងហ្នឹងតែម្នាក់ឯងគាត់វីដេអូនេះចាត់ទុកជាសារដាស់តឿននៅជាពិសេសស្រីគ្នាយើងណាព្រោះឃើញកន្លែងហ្នឹងគឺជាកន្លែងអីកន្លែងហ្នឹងគឺជាកន្លែងអប់រំគឺជាសាលាសាកលវិទ្យាល័យហើយនៅគៀនហ្នឹងមានប៉ុស្តិ៍នគរបាលទៀតតែវាហ៊ានធ្វើរឿងហ្នឹងនៅទីសាធារណៈហើយសំខាន់បងស្រីនិយាយថាមិនលើកទី1ទេម្សិលមិញក៏គាត់ឃើញដែរធ្វើអីប្លែកៗស្លឹងមើលគាត់អញ្ចឹងមានន័យថាអាហ្នឹងអាម្នាក់ហ្នឹងវាគុំមើលស្រីសិស្សនិស្សិតយូរហើយវានឹងអត់ឈប់ទេប្រហែលជាស្អែកវានៅតែធ្វើទៀតអូខ្ញុំនៅញ័រអត់ទាន់បាត់ទេនេះខ្ញុំធ្លាប់តែឮគេនិយាយកុំតែពេលជួបខ្លួនឯងអញ្ចឹងខ្ញុំដកជាប់ក្នុងអារម្មណ៍ខ្ញុំខ្លាំងអូ